សម្ពោនចង់ចាំថាមានតែចំណេះវិជ្ជាទេដែលអាចជួយបណ្ដុះបណ្ដាលនៅគំនិតចម្រើនជឿនលឿនហើយអាចជួយលើកស្ទួយប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើនថែមទៀតដូច្នេះបងប្អូនត្រូវយល់ថាដើម្បីคลายខ្លួនជាបញ្ញវន្តពិតប្រាកដបងប្អូនត្រូវបន្តខិតខំប្រឹងប្រែងសិក្សារៀនសូត្រដោយខ្លួនឯងខិតខំអាចសិភើបានច្រើនខិតខំត្រងត្រាប់ចាប់យកនៅចំណេះដឹងទាំងឡាយដែលបងប្អូនបានជួបប្រទះនិងដុសខាត់រំលឹកឡើងវិញជាប្រចាំនៅចំណេះដឹងទាំងនោះការទទួលបានសញ្ញាបត្ររបស់បងប្អូននៅពេលនេះគឺមិនទាន់គ្រប់គ្រាន់ទេបងប្អូនត្រូវបន្តការសិក្សាស្រាវជ្រាវនិងបន្តការសិក្សាពង្រីកចំណេះដឹងរបស់ខ្លួនឲ្យកាន់តែទូលំទូលាយបន្ថែមទៀតដើម្បីបង្កើនកម្រិតគុណវុឌ្ឍតាមជំនាញរបស់ខ្លួនសម្ដៅតាមឲ្យទាន់នឹងការរីកចម្រើននៃសង្គមនិងវិទ្យាសាស្ត្រពីព្រោះការសិក្សាអប់រំគឺគ្មានទីបញ្ចប់នោះទេសូម្បីតែរូបខ្ញុំក៏ត្រូវគិតរៀនរាល់ថ្ងៃផងដែរការសិក្សាពេញមួយជីវិតគឺជារបៀបរបបនៃការអប់រំក្នុងសតវត្សទី21នៅក្នុងកិច្ចការងារនេះថ្ងៃនេះយើងចំថ្ងៃទិវាជាតិអំណាចហើយខ្ញុំឃើញថាចលនានៃការអានសភៅនិងទម្លាប់អានសភៅនេះគឺល្អហើយខ្ញុំឃើញថាយើងមានឱកាសច្រើនកាលខ្ញុំនៅរៀនសភៅមួយមិនសូវមានសភៅទេមកបណ្ណាល័យមាន2-3សភៅអញ្ចឹងលោកគ្រូត្រូវតែចាំបាច់ត្រូវតែកត់ទាំងអស់ហើយយើង copy ទាំងអស់ដើម្បីយកមកអានហើយយើងទិញចាំហើយដើម្បីសូត្រអញ្ចឹងអ្វីដែលយើងទទួលបានគឺនៅក្នុងទិដ្ឋភាពមួយដែលលោកគ្រូផ្ដល់ឲ្យដោយសារឯកសារខ្វះឥឡូវយើងមានសភៅច្រើនតាំងពីថ្នាក់បឋមទៅខ្ញុំទៅមើលតាំងពីបឋមក្រសួងយើងមានគេហៅផ្ដល់ឲ្យនឹងជួយវាច្រើនណាស់សិស្សម្នាក់មានសភៅអានមួយក្បាលហើយមានបណ្ណាល័យទៀតហើយការអាននេះគឺចាំបាច់ដែលត្រូវជួយជំរុញបន្ថែមហើយក្នុងន័យនេះខ្ញុំសូមអរគុណណាស់ចំពោះក្រសួងអប់រំដែលបានផ្ដួចផ្ដើមរៀបចំនៅទិវាជាតិអំណាចនេះឡើងយើងចាប់ផ្ដើមពីឆ្នាំ2015អញ្ចឹង10ឆ្នាំហើយឆ្នាំនេះគូបទី10ហើយក៏ខ្ញុំសូមអរគុណចំពោះការចូលរួមរបស់ឪពុកម្ដាយមេដាបេដាក្នុងការជំរុញសិស្សឲ្យអានកូនឲ្យអានខ្ញុំឃើញនៅទិវាពិព័រណ៍លក់សភៅមនុស្សច្រើនបាទមិនថាសភៅរូបភាពតូចសភៅគំនូសភៅអីក៏ដោយឲ្យតែគាត់បង្កើតទម្លាប់មិនថាខ្លឹមសារទេបង្កើតរូបភាពឥឡូវសភៅសម្រាប់ក្មេងៗថ្នាក់បឋមចំនួនគេបង្កើតរូបភាពជាជាងសរសេរតែអក្សរសុទ្ធពិបាកអញ្ចឹងរូបភាពតាក់ទាញតែខ្លឹមសារដូចគ្នាកាត់តែយល់បើនិយាយពីប្រវត្តិសាស្ត្រអីជួនកាលសរសេរ 4-5 សន្លឹករូបគូសតែប្រមាណគំនូសហើយសរសេរតិចពីក្រោមគឺគេអាចយល់បានដែរបង្កើតទម្លាប់អានបាទពេលដែលកូនអានច្រើនមិនថាសភៅអីទេគាត់កាត់បន្ថយពេលវេលាលើទូរស័ព្ទដៃអញ្ចឹងឃើញឪពុកម្ដាយដែលការជំរុញនេះគឺខ្ញុំសូមលើកទឹកចិត្តបន្តថែមទៀតនេះគឺជាទម្លាប់ល្អមួយជាជាងអង្គុយមើលទូរស័ព្ទយើងអង្គុយមើលសភៅជាជាងទិញនៅរបស់លេងផ្សេងកាប់ដាវកាប់អីច្រើនក៏យើងឲ្យសភៅខ្លះមិនមែនថាហាមមិនឲ្យទិញទេតែកុំឲ្យគាត់ចំណាយពេលទាំងអស់ទៅលើនោះកូនខ្ញុំដូចគ្នាមីងខ្ញុំគាត់មើលគាត់ដាក់លក្ខខណ្ឌក្មេងវាចង់លេង iPad អញ្ចឹងបើបាន iPad គឺមានថ្ងៃសៅរ៍អាទិត្យទេប៉ុន្តែថ្ងៃសៅរ៍នោះក៏រៀនគួរពេញតែថ្ងៃអាទិត្យឲ្យរៀនមើល1ម៉ោងតែចង់លេង1ម៉ោងតតែថ្ងៃសៅរ៍ពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍នេះធ្វើ homework បានប្រហែលមើលសភៅប្រហែលអញ្ចឹងដំណើរការដែរពួកគាត់អត់ជម្រើសពីមុនអាងយំទៅប្តឹងឪដល់ឪម៉ែប្រាប់ថាអត់ទេតាមយាយទៅអញ្ចឹងគាត់ចង់មើលអានោះ1ម៉ោងគាត់ត្រូវអានសភៅធ្វើ homework ប្រហែលម៉ោងក្នុងមួយសប្តាហ៍ដែរ